អ្នកអង្គការសំអាងវឌ្ឍនៈកម្ពុជាអ្នកជំនួញវ័យក្មេងកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងឥឡូវមកដឹងពីប្រវត្តិរបស់អ្នកអង្គការដូចខាងក្រោមអ្នកអង្គការសំអាងវឌ្ឍនៈគឺជាសហគ្រិនវ័យក្មេងនិងជាអ្នកដឹកនាំជំនួញដ៏លេចធ្លោមួយរូបនៅកម្ពុជាដែលជាកូនប្រុសបង្កើតរបស់មហាសេដ្ឋីល្បីឈ្មោះគឺអ្នកអង្គការសំអាងនិងអ្នកអង្គការឈុនលៀងលោកគឺជាអ្នកបន្តវេនជំនាន់ទី2ក្នុងការគ្រប់គ្រងអាណាចក្រជំនួញរបស់គ្រួសារវឌ្ឍនៈបើយើងក្រឡេកទៅមើលពីប្រវត្តិសិក្សារបស់អ្នកអង្គការគឺនៅក្នុងនោះអ្នកអង្គការសំអាងវឌ្ឍនៈបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វករសេដ្ឋកិច្ចនិងគ្រប់គ្រងពីសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសនិងបានសិក្សាស្រាវជ្រាវផ្នែកអាជីវកម្មធនាគារនៅធនាគារ Allied Irish ចក្រភពអង់គ្លេសក្នុងឆ្នាំ2005អ្នកអង្គការជានាយកប្រតិបត្តិនៃក្រុមហ៊ុនវឌ្ឍនៈ Property Ltd និងជាអ្នកគ្រប់គ្រងគម្រោងសាងសង់សំណង់អគារវឌ្ឍនៈ Capitalដែលបានឈ្នះពានរង្វាន់និមិត្តសញ្ញានៃការអភិវឌ្ឍមានទីតាំងនៅកណ្ដាលរាជធានីភ្នំពេញហើយបច្ចុប្បន្នអ្នកអង្គការសំអាងវឌ្ឍនៈគឺជាសហស្ថាបនិកនិងជាភាគីនិករបស់ធនាគារវឌ្ឍនៈហើយទទួលបាននូវការតែងតាំងជានាយកមិនប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលតាំងពីឆ្នាំ2002ជាសហស្ថាបនិកភាគីនិកនិងជាអភិបាលនៃក្រុមហ៊ុនវឌ្ឍនៈ Brewery Icor ក្រុមហ៊ុនវឌ្ឍនៈInvestment Limited ក្រុមហ៊ុនវឌ្ឍនៈ F&B Limited ក្រុមហ៊ុនវឌ្ឍនៈ Capital Limited ក្រុមហ៊ុនវឌ្ឍនៈ Go Resort Icor ក្នុងតួនាទីជាអគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ Brewery លោកគឺជាតួអង្គដ៏សំខាន់ក្នុងការបង្កើតរោងចក្រផលិតស្រាបៀរដ៏ទំនើបដែលមានផលិតផលល្បីៗដូចជាស្រាបៀរវឌ្ឍនៈស្រាបៀរគ្រុឌស្រាបៀរ Dragon ភេសជ្ជៈពៅកម្លាំងគ្រុឌគ្រុឌអៃរួមទាំងភេសជ្ជៈ V-Active ជាដើមផលិតផលរបស់វឌ្ឍនៈ Brewery ត្រូវបានគេទទួលស្គាល់ថាជាផលិតផលដែលមានគុណភាពខ្ពស់និងទទួលបានមេដាយមាសជាច្រើនពីស្ថាប័នអន្តរជាតិដូចជា Mondelez World Beer Award ជាដើមដោយសារតែលោកមានការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងសកម្មភាពសប្បុរសធម៌ជួយសង្គមលោកត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសពរាជហឫទ័យត្រាស់បង្គាប់ផ្ដល់គោរពងារជាអ្នកអង្គការនៅថ្ងៃទី7ខែមិនិនាឆ្នាំ2023អ្នកអង្គការសំអាងវឌ្ឍនៈមិនត្រឹមតែមានជំនួយនៅក្នុងដៃជាច្រើនទេហើយលោកក៏ត្រូវបានគេទទួលស្គាល់ថាជាថ្នាក់ដឹកនាំដែលមានទស្សនវិស័យវែងឆ្ងាយផ្ដោតទៅលើគុណភាពនិងមោទនភាពជាតិជាចម្បងតាមរយៈការនាំយកបច្ចេកវិទ្យាចុងក្រោយបង្អស់មកប្រើប្រាស់ក្នុងផលិតផលនៅកម្ពុជាហើយលោកក៏តែងតែចូលរួមយ៉ាងសកម្មនៅក្នុងការងារសង្គមដូចជាការបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យកាកបាទក្រហមកម្ពុជានិងសកម្មភាពមនុស្សធម៌ផ្សេងៗជាច្រើនទៀតជាមួយនឹងរាជរដ្ឋាភិបាលសរុបមកអ្នកអង្គការសំអាងវឌ្ឍនៈគឺជានិមិត្តរូបនៃអ្នកជំនួយជំនាន់ថ្មីដែលមិនត្រឹមតែពង្រីកអាជីវកម្មគ្រួសារឲ្យកាន់តែរីកចម្រើនតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានលើកកម្ពស់មុខមាត់ផលិតផលខ្មែរនៅលើទីផ្សារផងដែរជាពិសេសផ្ដល់ការងារធ្វើដល់ប្រជាពលរដ្ឋរាប់រយរាប់ពាន់នាក់